Khmer PC Knowledge សនស្វាគមន៍សូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកធ្វើការបង្រៀនអំពីរបៀបនៃការបង្កើត website នៅក្នុង GitHub អូខេហើយជំហានទី1អ្នកអាចបើកចូលទៅក្នុង account Google របស់អ្នកនរគ្នាដែលមាន account ស្រាប់អញ្ចឹងណាឧទាហរណ៍ឥឡូវខ្ញុំចូលមកក្នុង account នេះមួយ account នេះអត់ដែលបានធ្វើទេជាមួយនឹង GitHub អញ្ចឹងយើងវាយ GitHub មក GitHub ហើយយើងចូលមកចុចលើ link នេះណាអូខេបន្ទាប់មកទៀតវាតម្រូវឲ្យយើងធ្វើការ sign up អញ្ចឹងយើង sign up ជាមួយនឹង account ហ្នឹងទៅហើយយើងចុចពីលើ email របស់យើងហើយយើង continue ទៀតមកបន្ទាប់ពីយើងបានចុចលើ email អស់អញ្ចឹងវា load ចូលមកកន្លែងនេះអញ្ចឹងនេះគឺជា email របស់យើងហើយបន្តមកទៀតយើងសរសេរឈ្មោះអញ្ចឹងយើងចង់ប្រើឈ្មោះបែបណាក៏បានឥឡូវខ្ញុំប្រើឈ្មោះដាក់ IT អញ្ចឹងពីក្រោយហើយបន្តមកទៀតយើងទៅរើសយកប្រទេសរបស់យើងមកយើងដាក់ Cambodia មកបន្តមកទៀតយើងចុចកន្លែងទៀតថា receive email អញ្ចឹងយើងចុច create មករងចាំបន្តិចវា verify យើងអូខេអញ្ចឹងវា verify ចប់ចូលមកក្នុង account របស់ GitHub បន្ទាប់ពីវាចូលទៅក្នុង account របស់ GitHub ហើយអ្នកគ្នាអាចចុចទៅលើរូប profile នៅកន្លែងនេះមកបងប្អូនគ្នាឬក៏អ្នកគ្នាអាចចុចនៅកន្លែងនេះក៏បានហើយយើងយកពាក្យថា new repository អូខេយកហ្នឹងណាបន្តមកទៀតយើងរងចាំបន្តិចទៅហើយវាចេញអានេះអញ្ចឹងបន្ទាប់មកយើងត្រូវទៅសេប្រភេទwebsite របស់យើង link ឈ្មោះ website របស់យើងណាអញ្ចឹងយើងទៅសេដាក់មកឧទាហរណ៍ថាខ្ញុំទៅសេខ្មែរ.github .io អញ្ចឹងបន្ទាប់ពីយើងទៅសេបែបហ្នឹងវាលោតពាក្យនៅពីក្រោមនេះគឺជាឈ្មោះ website របស់យើងដាក់ថា khmer.github.io is available អញ្ចឹងវាអត់មានបញ្ហាទេអានឹងអាចទៅបានបន្តមកទៀតយើងបើក public នៅកន្លែងនេះ public ហើយបន្តទៀតយើងចុចកន្លែង add readme អញ្ចឹងយើងយកនេះមួយមកបើកដែរបន្តមកទៀតយើង create repository អញ្ចឹងបន្ទាប់ពីយើង add ចូលហើយកន្លែងនេះវាមានកូដរបស់ readme ហើយវាមានកូដ readme អញ្ចឹងអានេះយើងបានមួយយើងទុកមើលកណ្ដប់សិនហើយយើងចូលទៅកាន់ផ្នែកទៀតយើងសរសេរពាក្យថា website free download អូខេបន្ទាប់យើងចូលក្នុង website free download យើងធ្វើការជ្រើសរើសទៅនៅប្រភេទ website ណាដែលយើងស្រឡាញ់តម្រង់មួយណាអញ្ចឹងយើង check មើលទៅអញ្ចឹងនៅក្នុង website នេះខ្ញុំអត់យកទេមួយនេះខ្ញុំមកនេះវិញ360 free boost អញ្ចឹងឧទាហរណ៍ថាយើងចង់បានប្រភេទ website បែបនេះអូខេបែបនេះឬក៏បែបនេះហើយយើងស្រឡាញ់មួយណាបានហើយយើងរើសខ្លួនឯងទៅបាទអញ្ចឹងបើសិនណាយើងស្រឡាញ់មួយណាយើងរើសមួយហ្នឹងទៅហើយសម្រាប់ខ្ញុំយកមួយនេះអញ្ចឹងយើងគ្រាន់តែចុចពីលើវាមកហើយយើងនឹងឃើញពាក្យ download នៅកន្លែងនេះអញ្ចឹងដោយសារតែរបស់ខ្ញុំបាន download រួចហើយខ្ញុំដាក់នៅក្នុង file នេះគឺឈ្មោះ clinic តួ clinic អូខេនេះ clinic អញ្ចឹងខ្ញុំមកស្ដាំមកអានឹងខ្ញុំ download ហើយយើងយកពាក្យថា Winra Extra មកយើងរងចាំវាបន្តិចអញ្ចឹងវាបាន folder នេះមួយហើយ folder របស់វា
ចឹងបន្ទាប់មកយើងចូលទៅកាន់ account របស់យើងវិញត្រឡប់ទៅកាន់ GitHub វិញបន្ទាប់ពីយើងចូលមកក្នុង GitHub នេះអ្នកគ្នាត្រូវចុច upload file បាទ upload file ហ្នឹងហើយយើងចុច choose នៅកន្លែងនេះប៉ុន្តែបើសិនតែយើងឈូសយើងនឹងអត់បាននៅប្រភេទ folder ឬក៏ directory វាទេដោយសារតែវាត្រូវការទាំង directory ទាំង source ខាងក្រៅអញ្ចឹងយើងអាចចូលទៅក្នុង folder របស់យើងដែលមានឈ្មោះ clinic ហ្នឹងអា folder website ហ្នឹងអញ្ចឹងយើងចូលមកក្នុងកន្លែងនេះមកហើយយើង select ទាំងអស់កន្លែងណាដែលយើងត្រូវការដាក់បញ្ចូលយើងក៏ព្យាយាមទាញទាំងអស់ចូលណាបើយើងទាញទាំងអស់ចូលនៅក្នុងករណីមួយដែល website ហ្នឹងវាមានទំហំច្រើនឬក៏វាមានចំនួនច្រើនលើសពី100អញ្ចឹងវាអត់អនុញ្ញាតឲ្យយើងធ្វើការ upload ចូលបានទេអញ្ចឹងយើងត្រូវទាញវាចូលមកម្ដុំប៉ុណ្ណេះសិនអូខេហើយយើងរងចាំវា upload ចប់អញ្ចឹងអានេះសរុបទាំងអស់វាមាន17 file មាន17 file upload មកអូខេអញ្ចឹងបន្ទាប់ពីវា upload ចប់យើង commit វាមួយទៅបាទយើង commit វាមួយមកនេះ commit ឡើងនេះអូខេអញ្ចឹងហើយយើង commit វាបានមួយអញ្ចឹងយើង add វាមួយទៀតយើងបើកទៀតមកយើងយក upload ទៀត upload ហើយយើងចូលមក folder របស់យើងវិញហើយយើង scroll ទៅក្រោមយើងនៅកន្លែងនេះយើងតាមបានទាញចូលអញ្ចឹងយើងសាកល្បងទាញចូល asset នេះមួយមើលតើវាស៊ីធំប៉ុន្មានអញ្ចឹង asset ហ្នឹងគឺវាប្រាប់ថាទំហំវាធំណាស់វាអត់អាចដាក់បានទេដូច្នេះបើសិនជាវាធំបែបនេះយើងត្រូវចូលមកក្នុង folder របស់ asset ហើយយើងត្រូវបង្កើត folder មួយដែលមានឈ្មោះដូចគ្នានៅខាងលើហ្នឹងមួយសិនដូចឈ្មោះនៅខាងលើនេះ asset នេះអញ្ចឹងយើងទៅ save មក asset មាន s អញ្ចឹងទៅ save ដូចគ្នាណាកុំ save ខុសគ្នាបើមិនអញ្ចឹងវាអត់ចាប់ទេអូខេបន្ទាប់ពីយើងទៅ save asset រួចយើងត្រូវទាញយក file ណាមួយចូលទៅសិនយើងទាញ file នេះមួយចូលអូខេអញ្ចឹងនៅក្នុង asset នេះយើងមាន file នេះមួយអញ្ចឹងយើងថយវិញមកយើងទាញយក folder asset ហ្នឹងដាក់បញ្ចូលមក folder សិនអូខេអញ្ចឹងវាបានមួយ file ហ្នឹងអូខេបន្ទាប់ពីវាចូលហើយយើងយកវា commit មួយទៀតមកអូខេ commit ហើយយើងចុចលើនេះ directory របស់ asset ឡើងនេះចូលមកយើងនឹងឃើញនៅកន្លែងនេះអញ្ចឹងយើងយក add ហ្នឹងដែរមក add commit អញ្ចឹងទៅមកទៀតយើងយក folder image យើងទាញបញ្ចូលមួយសិនមកកុំទាញច្រើនតិចទាញច្រើនពេកវាពេញដូចនេះ60អញ្ចឹងវាទីអស់វា60វាច្រើនដែរអញ្ចឹងណាអូខេអញ្ចឹងបន្ទាប់ពីវា upload ចប់យើង commit វាមួយសិន commit វាមួយទៀតអូខេ commit រួចយើងចុចទៅលើ folder directory វាទៀតទៅបន្តមកទៀតយើងចូលទៅ add ទៀតព្រោះយើងអត់ទាន់អស់ file នៅក្នុង asset ទេយើងនៅ file ច្រើនអញ្ចឹងយើងយក js មួយទៀតដាក់ចូល js ទី1 file អញ្ចឹងមួយ file យើងអាចថែមបានទៀតអញ្ចឹងយើងថែមទៀតមកអាហ្នឹងមួយ file ដែរហើយនេះមួយទៀត vendor ទាំងអស់89អូខេអញ្ចឹងយើងរងចាំវាឲ្យពេញ89ណោះអញ្ចឹងបន្ទាប់ពីវា upload ចប់សពគ្រប់យើងធ្វើការ commit វាទៀតទៅបាទ commit វាបន្តមកក្រោមមកយើង commit វាមួយលឹក
ok អញ្ចឹងនៅពេលណាដែលវា commit ចប់ហើយយើងចាប់ដើមចូលទៅ setting នៅខាងលើបាទចូល setting មកហើយបន្តទៀតយើងចូលទៅកាន់ page នេះ page នៅក្រោមពីព្រោះអី website របស់យើងអត់តាមបាន public នៅឡើយទេអញ្ចឹងយើងត្រូវការជ្រើសរើសយក page main អូខេយក brand main នេះហើយបន្តមកយើងយក road ហើយយើង save វាមួយមកបាទអញ្ចឹងបន្ទាប់ពីវា save ហើយយើងចុចទៅលើ code វិញយើងទៅមើលតើតើវា process ហើយនៅអូខេអញ្ចឹងវាកំពុងតែ pending ទៅហើយយើងចុច detail មើលទៅតើវា process បានឬក៏មិនបានបើសិនបើវា bill ចប់សពគ្រប់ load គ្រាទាំងអស់មានន័យថាហ្នឹង website របស់យើងគឺជោគជ័យហើយវាដើរហើយតែបើសិនតែវាមានខ្វែងវាមានបញ្ហាវា bill អត់ឡើងអញ្ចឹងអាហ្នឹងគឺយើងត្រូវតែដូរ website ថ្មីអូខេអញ្ចឹងនៅពេលណាដែលវាដើរអស់វានឹង load គ្រានៅឡើយនេះទាំងអស់អញ្ចឹងណាដូចជា report bill status deploy អីគឺវាត្រូវតែដំណើរការទាំងអស់បើបាត់តែមួយណាមួយគឺវា error ហើយ website នោះអត់ដើរទេអូខេអញ្ចឹងដំណើរការចប់សពគ្រប់ហើយយើងត្រឡប់ថយក្រោយវិញមកបន្ទាប់ពីវាដំណើរការចប់អស់ហើយយើងនឹងចូលទៅកាន់ setting វិញម្ដងទៀតខ្ញុំ refresh វាមួយសិនដើម្បីឲ្យវាដំណើរការអូខេអញ្ចឹងវាដាក់ពាក្យថា add file và upload គ្រាសហើយវាជោគជ័យអញ្ចឹងយើងចូលទៅកាន់ setting ហើយយើងចូលទៅកាន់ page របស់យើងដដែលអញ្ចឹងយើងឃើញមាន website របស់យើង load នៅកន្លែងនេះហើយអញ្ចឹងវា public ហើយណាហើយកន្លែងនេះគឺហាមចុចដាច់ខាតបើអ្នកនេះចុច unpublic គឺមានន័យថា website របស់យើងគឺខូចហើយអញ្ចឹងយើងយកនេះណាចុចលើ link នេះមកយើងចូលទៅមើល website របស់យើងវាដំណើរការឬអត់អូខេអញ្ចឹងបន្ទាប់ពីយើងដាក់ចូលអស់ហើយយើងអាចធ្វើការកែប្រែឬ edit ទៅលើ website របស់យើងបានឧទាហរណ៍ឥឡូវខ្ញុំថយមកវិញយើងចូលទៅកាន់website របស់យើងនេះ visit website យើងបើកវាទៅកាន់ tab ផ្សេងទៅអូខេយើងបើកអានេះ tab ផ្សេងមួយមកអូខេឧទាហរណ៍ថាឥឡូវកន្លែងនេះអ្នកនរចង់ធ្វើការផ្លាស់ប្ដូរវាចង់ដាក់ឈ្មោះអីអញ្ចឹងយើង copy ឈ្មោះវាមកបាក់ថាយើងវាយយើង copy ឈ្មោះវាអញ្ចឹងមក excellent នឹងមួយមកហើយបន្តមកទៀតយើងចូលទៅកាន់ account របស់យើងវិញយើងយក code នេះមកអូខេអញ្ចឹងយើងស្វែងរកពាក្យ index យើងស្វែងរកប្រភេទកូដរបស់វាមេកូដរបស់វាអាហ្នឹងគឺនៅក្នុង index.html ហ្នឹងយើងចុចពីលើវាមកចឹងយើងរងចាំបន្ទាប់ពីវាចូលអញ្ចឹងយើងយកកន្លែងសញ្ញាខ្មៅនេះមានថា edit យើងយកទៅ edit វាតើបើយើងចុចចូលមកយើងចុច control F បាទ control F មកយើងផាសតែយើងអក្សរដែលយើងបាន copy មិញមកយើង enter មួយមកចឹងវាធ្វើការ research ចាប់ឲ្យយើងហើយនេះអញ្ចឹងថាការ pixel ដែលយើងបានសរសេរមិញយើងសរសេរនៅណានេះ excellent ហ្នឹងអញ្ចឹងយើងសរសេរនៅក្នុងនេះហើយវាមានដូចជា hard car អញ្ចឹងអ្នកគ្នាចូលមកមើលកន្លែងនេះឃើញ hard car នេះវាសរសេរចូលអញ្ចឹងឧទាហរណ៍កន្លែងនេះខ្ញុំចង់ដូរទៅពាក្យថាខ្មែរPC welcome ឬក៏ដាក់ welcome ខ្ញុំដាក់ welcome welcome ខ្មែរ PC ប៉ុណ្ណឹងហើយយើង commit វាមួយមក commit ហើយយើង commit ទៀតអញ្ចឹងយើង commit រួចយើងរងចាំឲ្យវា process អញ្ចឹងវា process ហើយបើអត់ load សញ្ញាក្រហមឬក៏ខ្វែងនៅលើនេះទេអាហ្នឹងវា process ហើយណាអញ្ចឹងយើងចូលមកកន្លែងនេះវិញហើយយើង refresh វាមើលមកតើពាក្យហ្នឹងវាបាត់ហើយឬនៅអញ្ចឹងយើង refresh 3 4ដងអញ្ចឹងណាព្រោះវាមិនអាចបាត់ភ្លាមទេអាហ្នឹងដូចពាក្យ excellent នេះខ្ញុំវាយ excellent in នេះមួយមកហើយយើងយកមក find វាទៀតយើងវាយតើចេញពាក្យហ្នឹងណាហើយយើងស្វែងរកពាក្យណាដែលមាន load ក្រហមហ្នឹងគឺមានន័យថាហ្នឹងឯងនេះ excellent in អញ្ចឹង excellent in យើងឥឡូវខ្ញុំដូរវាចេញខ្ញុំដាក់វាទៅ Cambodia ឧទាហរណ៍ណាយើងសរសេរ Cambodia អូខេ Cambodia
មកយើង commit វាមួយទៀត commit ទៀតបើសិនជាយើងកែវាអស់តែម្ដងក៏បានដែរតែយើងឧទាហរណ៍ឲ្យមើលហើយយើង refresh វាទៀតទៅអូខេអញ្ចឹងពាក្យមិញវាដូរហើយណា welcome ខ្មែរ PC ហ្នឹងវាដូរហើយទៀត excellent នេះក៏ដូរដែរអញ្ចឹងវាអត់អាចនឹងយើងដាក់ភ្លាមឲ្យចេញភ្លាមទេវាត្រូវការប្រហែលជា2 3នាទីឬក៏4 5នាទីអីចឹងណាឬយើងអាចធ្វើការ refresh វាឬមួយយើងអាចចូលទៅកាន់ setting នៅពេលដែលយើងកែហើយយើងចូលមក setting មកចូលមក setting រួចយើងចូលទៅកាន់ page នៅកន្លែងនេះហើយយើងអាចចុច visit page វាម្ដងទៀតហើយយើងបិទអានេះចោលឬក៏យើងមក refresh page របស់យើងនេះម្ដងទៀតដើម្បីឲ្យវាចាប់តន័យនឹងចូលអូខេមកយើង refresh ទៀតអូខេចេញពាក្យ Cambodia welcome ខ្មែរ PC អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះហើយទាក់ទងនឹងរូបភាពបើសិនជាយើងចង់ធ្វើការផ្លាស់ប្ដូររូបភាពយើងអាចចូលមកក្នុងកូដរបស់យើងវិញចូលមកលើកូដហ្នឹងមកហើយយើងចូលទៅកាន់ asset យើងស្វែងរក image នេះ image អញ្ចឹងនៅក្នុង image ហ្នឹងវាមានរូបភាពច្រើនដូច .png អីហ្នឹងអញ្ចឹងយើងចុចទៅលើវាមកថាតើរូបភាពហ្នឹងជារូបភាពអីគេអញ្ចឹងរូបភាពនេះផ្សេងទេយើងទៅមើលរូបភាពមួយទៀតរូបភាពនេះក៏ផ្សេងដែរអក្សរ B និង logo web អូខេអញ្ចឹងកន្លែងនេះសុទ្ធតែជារូបភាពដែលអ្នកនរអាចធ្វើការផ្លាស់ប្ដូរបានដូច gallery យើងអាចចូលមកក្នុង gallery យើងស្វែងមើលរកមើលថាតើវាមានជាប្រភេទរូបភាពអីខ្លះដូចនេះអញ្ចឹង gallery web ហ្នឹងវាជាប្រភេទរូបភាពបែប web អញ្ចឹងវាមានទម្រង់បែបនេះអញ្ចឹងបើសិនជាយើងចង់ធ្វើការផ្លាស់ប្ដូររូបភាពអ្នកនរអាចធ្វើការchange ឈ្មោះវាឧទាហរណ៍ថាឥឡូវខ្ញុំចង់បានរូបភាពណាមួយយកមកដាក់អញ្ចឹងខ្ញុំចូលមកក្នុង line នេះហើយ edit វា edit ហើយយើង copy ឈ្មោះនេះ copy ឈ្មោះហ្នឹងហើយយើងទៅធ្វើការ save រូបឬក៏បង្កើតរូបដែលទាក់ទងជាមួយនឹង file .webp ចឹងដូចគ្នាបើសិនជាយើងអត់ប្រើប្រភេទ file ហ្នឹងទេគឺយើងអាចបើកវាបានទេដោយសារតែ code គឺគេសរសេរតម្រូវជាមួយនឹងប្រភេទ file ហ្នឹងអញ្ចឹងបើសិនជាយើង copy code យើង copy ឈ្មោះហ្នឹងហើយបន្ទាប់មកយើងចូលទៅយករូបភាពមួយឥឡូវឧទាហរណ៍ខ្ញុំយករូបភាពមួយរូបភាពនេះជាប្រភេទ file ពី JPG អញ្ចឹងយើងមកស្ដាំទៅលើវាមកយើងចូលទៅកាន់ open with ហើយយើងយកពាក្យ pen យើងយកមួយ pen ហ្នឹងមកអូខេបន្ទាប់មកយើងចូល file ហើយយើង save as មើលលើនេះវាមានប្រភេទ web ទេអញ្ចឹងវាអត់មានទេយើងយកកន្លែង format other នេះមកហើយយើងស្វែងរកមើលប្រភេទ file web មាន web ទេនៅនេះជាទូទៅនៅក្នុងនេះវាអត់មានទេភាគច្រើនបើយើងចង់បានប្រភេទ file web តើយើងចូលទៅក្នុង Photoshop ហើយយើងកែ file ហ្នឹងទៅជាប្រភេទ file webp ហ្នឹងហ្នឹងតើតើនឹងកែរូបភាពចឹងអ្នកនាងអាចធ្វើការកែដោយខ្លួនឯងទៅខ្ញុំអត់បានបង្ហាញទេដោយសារវា video នឹង view អញ្ចឹងបន្ទាប់ពីយើងកែអាហ្នឹងហើយយើង copy ឈ្មោះហ្នឹងទៅដាក់នៅលើរូបភាពហ្នឹងនៅលើឈ្មោះរូបភាពហ្នឹងដូចគ្នាហើយបន្ទាប់មកយើងធ្វើការលុបរូបភាពនេះចោលហ្នឹងរូបភាពនេះយើងលុបចោលហើយបើយើង upload ថ្មីចូលដើម្បីលុបវាយើងចូលមកកន្លែង trace 3ខាងលើនេះហើយយើងអូសទៅក្រោមមកយើងឃើញពាក្យ file delete file អូខេចុចទៅលើពាក្យ delete file វានឹងឲ្យយើង commit មួយទៀតណាយើង commit អានេះមួយហើយវាចេញ commit នេះមួយទៀតបើយើង commit អានេះទៅបានអស់អូខេអញ្ចឹងមានតែប៉ុណ្ណឹងអានេះតើតើនឹងការលុបហើយនឹងការ change ឧទាហរណ៍ដូច folder អស់នេះបើសិនជាយើងដាក់ទៅខុសនៅ directory នេះបើយើងដាក់ទៅខុសយើងត្រូវការលុប directory អញ្ចឹងយើងចុចទៅលើវាមួយមកហើយយើងចូលទៅកាន់ tray 3យើងមើលកន្លែងពាក្យថា delete directory អូខេអញ្ចឹងអានេះវាលុបដូចគ្នាអញ្ចឹងនៃរបៀបកែប្រែគឺមានតែប៉ុណ្្នឹងទេហើយទាក់ទងនឹងការបើកចូលមកវិញឧទាហរណ៍ថ្ងៃក្រោយយើងចូលមកកាន់ file របស់យើងចង់កែវាទៀតអញ្ចឹងយើងវាយពាក្យថា get hub នេះមក GitHub ហើយយើងចូលទៅកាន់ GitHub ដដែល
បើវាទាមទារយើង sign in អញ្ចឹងយើង sign in វាទៅហើយបើសិនជាវាអត់ទាមទារ sign in ទេវាចូលមកបែបនេះអញ្ចឹងអ្នកគ្នាចូលមកកន្លែង profile របស់យើងខាងលើយើងយកពាក្យថា repositories កន្លែងនេះមកអញ្ចឹងយើងនឹងឃើញឈ្មោះ domain website របស់យើងនៅលើនេះចុចពីលើវាទៅ អញ្ចឹងវានឹងចូលមកកន្លែងនេះហើយដើម្បីឲ្យអ្នកនេះធ្វើការកែប្រែបន្តទៀតបានឬក៏ចូលទៅមើល website របស់យើងចូលទៅកាន់ setting ហើយយើងយក spec នៅកន្លែងនេះយើងចូលមក review វាមកបានអូខេ ចឹងមានតែប៉ុណ្្នឹងអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយ